មានអ្នកផ្សាយថាផ្ទះដែលជួលឲ្យគេយកទៅ scam គេយកទៅធ្វើ scam គឺផ្ទះហ្នឹងកម្មវត្ថុនៃរបអូទៅទេច្បាប់មិនមានចែងអញ្ចឹងទេបាទខ្ញុំលើកឧទាហរណ៍មួយឧទាហរណ៍ថាខ្ញុំបើកការ៉ាសមួយដើម្បីជួលឡានហ៎អញ្ចឹងគេមកជួលឡានខ្ញុំប្រចាំខែប៉ុន្តែអ្នកជួលហ្នឹងគឺជាមេគ្រឿងញៀនមួយអញ្ចឹងគាត់យកឡានដែលជួលពីខ្ញុំហ្នឹងទៅដឹកគ្រឿងញៀនឃើញទេអញ្ចឹងសមត្ថកិច្ចចាប់ជាប់ពេលចាប់បានគាត់មើលឡានហ្នឹងគឺឈ្មោះរបស់ខ្ញុំសំណួរសួរថាតើក្នុងករណីនេះឡាននេះអាចជាកម្មវត្ថុនៃការរឹបអូសបានដែរឬទេបើតាមផ្លូវច្បាប់ឡាននេះគឺជាឡានរបស់តន្ត្រីជនតែគាត់អត់ដឹងឡាននេះមិនមែនជាកម្មវត្ថុនៃការរឹបអូសឡើយនិយាយដូច្នេះមិនមែនមានន័យថាអ្នកឲ្យឡានគេយកទៅដឹកគ្រឿងញៀនមិនមានទោសនោះទេព្រោះច្បាប់យើងមានចែងអំពីករណីអ្នកដើមគំនិតនិងអ្នកសំគំនិតនិយាយចំភាសាសាមញ្ញថាអ្នកសុំកលុំឃើញទេអញ្ចឹងឡានហ្នឹងមិនមែនឡានជួលទេណាជាឡានដែលគាត់យកទៅប្រាប់ថាឥឡូវយកឡានរបស់គាត់ដើម្បីទៅដឹកគ្រឿងញៀនទៅក្នុងករណីពេលចាប់បានកុំថាឡោចឡានតែត្រូវរឹបអូសសូម្បីតែគាត់ក៏អត់រួចខ្លួនដែរគាត់ត្រូវជាប់ទោសបើមិនមែនជាអ្នកដើមគំនិតដែលហៅថាមេខ្លោគាត់ត្រូវជាប់ទោសពីអ្នកសំគំនិតដែលបានជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើសរឿងនេះគឺជាគោលការណ៍ច្បាប់ទូទៅច្បាប់ scam របស់យើងក៏មិនទៅហួសពីគោលការណ៍ទូទៅនឹងដែរអញ្ចឹងបើអ្នកនឹងជួលផ្ទះឲ្យអ្នកដទៃដោយមិនស្ថិតនៅក្នុងសកម្មភាពនៃការសុំកលុំជាមួយអ្នកដែលជាធ្វើសកម្មភាព scammer ទេផ្ទះរបស់គាត់អត់អីទេផ្ទះគាត់អត់អីទេប៉ុន្តែបើផ្ទះគាត់ត្រូវរឹបអូសសូមបញ្ជាក់ថាគាត់ក៏អត់រួចខ្លួនដែរគឺបានន័យថាសមត្ថកិច្ចរកឃើញអំពីការពាក់ព័ន្ធរបស់គាត់នៅក្នុងសកម្មភាព scam ឬក៏ទទួលផលប្រយោជន៍ចេញពីបទល្មើសមិនមែនទទួលផលប្រយោជន៍ចេញពីការជួលទេប៉ុន្តែផលប្រយោជន៍ចេញពីបទល្មើសឧទាហរណ៍ជួលតម្លៃ500គេប្រាប់ថាឥឡូវជួលគេដាក់ក្នុងកិច្ចសន្យាថាធ្វើជាជួលអញ្ចឹងទៅដាក់5000ដាក់10000ឃើញទេអញ្ចឹងតែធ្វើឲ្យមានការសង្ស័យមួយថាមិនបានទៅជាអញ្ចឹងឃើញទេសមត្ថកិច្ចត្រូវជីកដល់ឫសគល់ដើម្បីស្រាវជ្រាវឃើញថាតើគាត់មានជាប់ចម្ពាក់ក្នុងនាមជាអ្នកសំគំនិតឬអ្នកដើមគំនិតក្នុងអំពើនោះដែរឬទេប៉ុន្តែចង់មិនចង់គឺជាតម្រុយសម្រាប់ការស្រាវជ្រាវរបស់សមត្ថកិច្ចប៉ុន្តែខ្ញុំសូមបញ្ជាក់ម្ដងហើយម្ដងទៀតដោយករណីឡានអញ្ចឹងបើអ្នកនឹងមិនមែនជាអ្នកសំគំនិតមិនមែនជាអ្នកដើមគំនិតមិនមែនសុំកលុំជាមួយអ្នក scam ទេគឺទ្រព្យសម្បត្តិរបស់គាត់មិនមានបញ្ហាទេហើយច្បាប់បើកសិទ្ធិទីមួយច្បាប់ការពារសិទ្ធិរបស់គាត់ហើយបើកសិទ្ធិនៅក្នុងករណីដែលមានការអនុវត្តដោយប៉ះពាល់ទៅដល់សិទ្ធិរបស់គាត់គឺការប្តឹងពីតន្ត្រីជនអានេះជាគោលការណ៍ទូទៅតែម្ដងហើយក៏មានការបារម្ភហើយឃើញ Facebook ណាគាត់យកហ្នឹងទៅផលថាច្បាប់ scam ថ្មីអ្នកជួលទាំងឡាយកាលណាអាគារហ្នឹងត្រូវបានជួលឲ្យគេទៅស្រាប់តែគេលួចលាក់ធ្វើ scam អស់ទាំងផ្ទះខ្លួនឯងអត់ទេប៉ុន្តែសូមបញ្ជាក់ម្ដងហើយម្ដងទៀតយើងមានអនុក្រឹត្យលេខ03បាទឲ្យម្ចាស់ផ្ទះត្រួតពិនិត្យនៅពេលជួលផ្ទះអញ្ចឹងបើសិនជាមិនជាប់ពាក់ព័ន្ធនឹងរឿងសុំកលុំពាក់ព័ន្ធអាហ្នឹងទេគឺត្រូវស្ថិតនៅក្រោមអានុភាពនៃការអនុវត្តអនុក្រឹត្យលេខ03ណាអនុក្រឹត្យ03ហើយសូមយកអនុក្រឹត្យនេះអាចបងប្អូនអ្នកសារព័ត៌មានយកអាហ្នឹងទៅផ្សព្វផ្សាយបន្ថែមបាទផ្សព្វផ្សាយបន្ថែមហើយយើងក៏គិតថាអនុក្រឹត្យនេះនឹងរួមចំណែកក្នុងន័យជាការបង្ការទប់ស្កាត់កុំឲ្យមាន scam ឃើញទេដែលដាក់ការប្រុងប្រយ័ត្នឲ្យម្ចាស់ផ្ទះត្រូវតែទៀងទាត់បាទប៉ុន្តែបើគាត់ទៀងទាត់មិនបានត្រឹមត្រូវខុសជាមួយអនុក្រឹត្យគាត់អាចត្រូវទទួលខុសត្រូវតាមអនុក្រឹត្យនេះមិនរឹបអូសផ្ទះទេប៉ុន្តែទទួលខុសត្រូវតាមអនុក្រឹត្យនេះប៉ុន្តែផ្ទុយទៅវិញបើគាត់សុំកលុំជាមួយគេណាសុំ